មកមើលជើងមាន់ដែលលក់នៅក្នុងប្រទេសកាណាដាបងប្អូនហើយតម្លៃ$3.59សេនក្នុង1ផោនចាផ្សារខ្លះអាចនឹងលក់$4ក្នុង1ផោនប៉ុន្តែបើប្រៀបធៀបទៅនឹងកាភ្លៅមាន់វិញបងប្អូន1ផោនត្រឹមតែ$1.68សេនតែប៉ុណ្ណោះនឹងសម្រាប់សាច់កាភ្លៅហើយបើសិនជាកាភ្លៅមាន់ទាំងមូលមកពីតាគៀកត្រង់តែម្ដងចាគឺ$1.99សេនក្នុង1ផោនហើយតម្លៃនេះក៏អាស្រ័យទៅលើផ្សារនីមួយៗដែរបងប្អូនប៉ុន្តែយ៉ាងណាក៏នៅតែជើងមាន់លក់ថ្លៃជាងកាភ្លៅមាន់ដែរបងប្អូនហើយកាភ្លៅមាន់គឺសឹកតែសាច់តែម្ដងចាកន្លែងឆ្ងាញ់ទៀតប៉ុន្តែគេលក់ធូរថ្លៃជាងជើងមាន់ហើយជើងមាន់ហ្នឹងគឺលក់ថ្លៃណាស់បងប្អូនចាគេលក់រៀងបាក់អញ្ចឹងទៅគេធូរថ្លៃបន្តិចរៀងស្អាតអញ្ចឹងទៅគេលក់រៀងថ្លៃបន្តិចអញ្ចឹងណាបងប្អូនប៉ុន្តែភាគច្រើនគឺ1ផោន$3.59សេនឬក៏$4ទៅហើយបងប្អូនបើយើងសួរយោបល់មនុស្សទូទៅគឺខ្ញុំជឿជាក់ថាអត់មានអ្នកណាគេរើសយកជើងមាន់ទេហើយជាពិសេសជនជាតិកាណាដាតែម្ដងបងប្អូនគេអត់ញ៉ាំសោះតែម្ដងចានៅក្នុងផ្សារជនជាតិកាណាដាគឺអត់មានលក់ជើងមាន់ទេហើយចុងស្លាបមាន់ក៏អត់មានដែរប៉ុន្តែផ្សារអាស៊ីផ្សារចិនគឺមានលក់ជើងមាន់ណាបងប្អូនហើយនៅប្រទេសកាណាដាមានរោងចក្រផលិតសាច់មាន់ក៏គេអត់យកដែរជើងមាន់ចុងស្លាបមាន់អីហ្នឹងគឺគេយកទៅលក់ឲ្យរោងចក្រកែច្នៃធ្វើចំណីសត្វគេអត់យកមកលក់នៅផ្សារទេលើកលែងតែមានការកម្មង់ពីផ្សារចិនដែលគេយកមកដាក់លក់អញ្ចឹងណាបងប្អូនប៉ុន្តែសម្រាប់អ្នកដែលចូលចិត្តញ៉ាំជើងមាន់ធ្វើជ្រក់ជើងមាន់គឺយើងមិនអាចយកកាភ្លៅទៅធ្វើបានទេអញ្ចឹងបានខ្ញុំថា100នាក់ក៏មាន2នាក់ដែរដែលគាត់មកទិញជើងមាន់យកទៅហូបដូចជាខ្ញុំអញ្ចឹងពេលខ្លះយូរឃ្លានជ្រក់ជើងមាន់គេហៅជ្រក់ជើងមាន់ហិលដើរដីអញ្ចឹងបងប្អូនយើងមិនអាចទៅយកកាភ្លៅមាន់មកញ៉ាំបានអញ្ចឹងមានតែទិញជើងមាន់យកទៅធ្វើញ៉ាំអញ្ចឹងហើយប៉ុន្តែបងប្អូនឃើញតម្លៃគឺថ្លៃមែនទែនហើយជនជាតិកាណាដាពេលដែលគេឃើញយើងទិញជើងមាន់យកទៅញ៉ាំអញ្ចឹងគឺគេឆ្ងល់តែម្ដងបងប្អូនចាដោយសារអីគេអត់ដឹងថាញ៉ាំយ៉ាងម៉េចពីព្រោះវាសឹកតែជាឆ្អឹងអត់មានសាច់សោះតែម្ដងហើយជនជាតិកាណាដាបងប្អូនដឹងហើយមិនថាសាច់ត្រីឬសាច់គោសាច់ជ្រូកសាច់មាន់ទេគេចូលចិត្តទិញសាច់សុទ្ធដែលគ្មានឆ្អឹងសោះបើសិនជាមានឆ្អឹងគឺគេចូលចិត្តទិញទេដោយសារជនជាតិនឹងខ្លាចឆ្លាក់ឆ្អឹងមែនតែនតែម្ដងបងប្អូនដូចជាត្រីក៏ដោយគឺគេទិញយកតែកន្លែងណាដែលផ្លះសាច់សុទ្ធទេចាចំណែកត្រីទឹកមូលគឺគេអត់ចូលចិត្តទិញទេព្រោះគេខ្លាចឆ្លាក់ឆ្អឹងតែគ្មានទេបងប្អូនហើយជនជាតិអាស៊ីយើងគឺជើងមាន់កមាន់អ្នកខ្លះចូលចិត្តហូបហ្នឹងគឺចូលចិត្តណាស់តែម្ដងប៉ុន្តែជនជាតិកាណាដាបើឃើញអញ្ចឹងអីគឺឈរឆ្ងល់ណាថាសួរយើងថាហេតុអីនេះឯងទិញយកទៅហូបកន្លែងណាហូបធ្វើអីក៏ទិញយកទៅធ្វើអីគឺគេឆ្ងល់អញ្ចឹងបងប្អូនគេដឹងថាយើងទិញយកទៅធ្វើម្ហូបបែបជនជាតិយើងអញ្ចឹងហើយគេឆ្ងល់គេសួរថាអ្នកឯងយកទៅហូបយ៉ាងម៉េច